play CC សល់ CC ហ្នឹងហើយ CC បាទ CC Urainer ទេជាមួយនឹង hero បើក front line 2 hero ចុងគោនេះຕົក CC ចោលនេះហ្នឹងហើយបងខ្ញុំមានអារម្មណ៍ថាតារាទាំងពីរនេះ CC មកវាអត់មានអី combo បាទវាអត់មានអី combo តែវាអាចមកឈ្នះ lane តាវាមកស្មើបើគេលេងអត់ខ្ញុំឃើញភាគច្រើនណាអានេះយើងមិនមែននិយាយជា player ឯងនៅក្នុង rank សម្រាប់ Alot ហើយនឹង CC ខ្ញុំមានអារម្មណ៍ថាភាគច្រើន player Alot គឺវាយផ្ដាច់ CC បានមុនណាDamage មែនលេង Damage Alot Damage មែនហ្នឹងអូមានណាលេង Damage នេះគេអាហ្នឹងយើងនិយាយក្រៅបាទ Hybrid គេលេង Hybrid បាទលេង Hybrid ឥឡូវពាក់តបបលាមួយហើយ Rose Gold បងបាទហ្នឹង Damage ហើយអត់តន់ដល់តែអាហ្នឹងតោះតាគេមានណាតោះគេទៅវាយគេបើយើងអាចបៀលចឹងបានណាបាទបាទនិយាយរងទៅតបងបលាមួយបើជើងToss Book មួយហើយពាក់មួយ Oracle ហើយជើង Rose ហ្គេមនេះអត់មាន Purify ទេបាទចាំមើលក្រោករបស់ D7 បាទអាចនឹងធ្វើការបង្ហាញទៅលើសិស្សប្អូន PP បានអត់បាទហើយគេនេះក្រុមកណយណាបងប្រូហ្គេមមកបាទបាទចឹងក៏សូមស្វាគមន៍មកកាន់ការបោះ fan បាទការប្រកួតបាទចឹងក៏សូមស្វាគមន៍មកកាន់ការប្រកួតរវាង CSO បាទជាមួយនឹង Pro Esports នៅក្នុងការប្រកួតទី1បាទមាច់ទី1ក៏បានដែរបាទចាំភ្លាម duo នៅ mid lane យើងតែងតែឃើញហើយជាមួយនឹងការប្រកួតរបស់យើងឥឡូវគឺនៅ mid ហ្នឹងគឺវាអត់បលែង mid lane ចោលទេបាទសារផុកឈើណា hero ហ្នឹងអត់ខ្លាចគេមានព្រោះសារវាជះឈាមហ្មងវាមាន regen ឈាមមកវិញតែបាទពេលតែ minion ច្រើនកាន់តែ minion ច្រើនឬក៏ hero នៅចិត្តហ្នឹងវាជះទៅវាបានទាំងអស់តែពេលខ្លះមក bet អាឡៃហ្នឹងគឺតំណងយកហ្មងបាទគិតថាដាច់តែអត់ដាច់វិញឥឡូវនេះតួអីបាទវាបាត់ lane តិចបាទយើងមើលចាំងកទាំងសងខាងព្យាយាមលេខ3ហើយដល់គាត់គិតឡើងឈាមអូសាស្គុនកភ្លាមអ៊ីស៊ូក៏មកដល់ជាមួយការបោក Shadow មិនឲ្យចុងក្រោយ First Blood ជាមួយនឹងការបញ្ឆោតពីសាយបញ្ឆោតការបញ្ឆោត good បាទក្ប៊ីបាត់ជា improve លឿនមែន improve better អូ Shadow ស្គុនកណាបាទអាយ៉ា Felix កំពុងតែធ្វើការដាក់សម្ពាធបាទទៅលើសាដូផងដែរបាទឥឡូវសាដូចាប់ផ្ដើមឡូហើយបាទបាត់ map អស់ដូចគ្នាFelix ក៏អត់ចេញ Shadow ក៏អត់ចេញបាទអ៊ីស៊ូទៅហើយអ៊ីស៊ូមាន level 4ភ្លាមបោះ Shadow ចំអត់មាន stack ទេបាទមិញបោះចំមិញដាច់អត់មាន spell នេះផងអត់មាន spell ឈាមហ្នឹងបាទ Kane ក៏មកដល់ជាមួយនឹង D7 វាយម្ដាយប៉ោងដូចគ្នាមកដែរភ្លាមគាត់មាន immune ដូចគ្នាទៅសារពេញជាមួយនឹង passive បាទអូ game នេះ Cloud យកតាក់ speed វិញ level 4មកដែរជាមួយនឹង Felix ភ្លាមជាមួយនឹង Total មានការ spawn មកពី Pro Esports អីយ៉ាបបលចំបោកវាយជាមួយនឹង Kane ដែរទេបោះស្មៅចំដូចគ្នា Isu អានេះមានបញ្ហាបោះមកខាងក្រោយស្មៅលេស្មៅលេជាប់ Shadow ពូ ultimate ជាមួយការ counter មកវិញទៅគ្នាមកដែរភ្លាមIsu បាទមកជាមួយ Isu អូ counter make ពីសាប៉ុន្តែមានការចាប់ខ្លួនពី PP ដូចគ្នាមកដែរធ្លាប់ជា team ជាមួយនឹងគ្នាប៉ុន្តែថ្ងៃនេះគឺអត់កាត់ទេវាយយកតែម្ដងភ្លាមជាមួយនឹង Total មានការបុកវាយយកពីសមាជិករបស់ខាង team C0 មានការ split បុកយកតែម្ដងជាមួយនឹង Total team 1 secure ពី C0 មានការដេញបុកវាយជាមួយនឹង Felix ជាបន្ត Felix ចាយ flicker មួយដកថយបងFelix 2នាក់ D7 1 Felix 1ប៉ុន្តែបើមិញយើងក៏បានឃើញដែរជាមួយនឹង Isu គាត់បោះ Shadow លឿនពេកណាបាទសំខាន់បោះលឿនហើយបោះអត់ត្រូវទៀតហ្នឹងបាទសំខាន់ការចាយជាមួយនឹង Shadow របស់គាត់ហ្នឹងគាត់ fail ហើយមិញបាទគាត់មកក្រោយវិញទៀតបាទបើគាត់ទៅហ្មងទៅមុខឲ្យផុតហ្មងអត់អីទេមកក្រោយជួបជាមួយនឹង Alot បាទអញ្ចឹងកន្លែងមិញហ្នឹងគឺជា mistake ដែលចេញពី Izu មកផងដែរដែលដាច់គាត់ធ្វើឲ្យKane បាទធ្វើការ retreat ជាមួយនឹង Total Free អត់មាន level 4ទេចាប់ stand ជាប់មកខាងក្រោយជាមួយនឹងការបុកពួនវាយយកតែម្ដងទៅលើ D7 level 4ប៉ុន្តែបានបុកទេទៅបុកវាយទៅដល់ទៅលើ D7 អូយមានអារម្មណ៍ថាពេលគាត់ធ្វើបានល្អខ្លាំងតែទាំងដែលដឹងថា D7 អត់មាន flicker ទេបាទមិញហើយ level 4អត់ទាន់មានទៀតបាទចឹងផ្ដាច់បានមកគៀបន្ថែមទៀតហើយពីវត្តមានរបស់ CU 0តែមិនទាន់លីតអីហ្មងទេគោលSka Hunter Strike ក៏បានចូលទៅលើនេះដែរគូសែនបាទគាត់ពាក់ស្បែកជើងផងបាទគាត់បខំ first item យកហ្មងបាទបើសូល Sky Surfer អីទីបាទមិញ Vicky ក៏ Sky Surfer first item ដែរបាទគាត់ដើម្បី secure ចង់បាន kill early game បាទចាំ stack Sky Surfer អូចាញ់ Oracle បាត់ហើយសម្រាប់ Shadow បាទហ្គេមមិនទាន់ជាការប្រកួតមិនទាន់ជាធ្វើការលើសទៅលើ goal ប្រហែលទេបាទគ្រាន់តែយើងមើលទៅ
mistake បាទដែលចេញពីខាង Pro Esport ហ្នឹងគឺចាប់ផ្ដើមមានរៀងគួរសមដែរបាទ បាទយ៉ាងនេះអូខ្ញុំភ្លេចមើលអាស៊ីរ៉ាអាចនឹង Sky Pressure អត់ เกมนี้អាចនឹងគាត់ពាក់ព្រោះដោយសារអត់មាន hero ណាពាក់អី តែមិញណាគីឡូវិញវាយ មើលអត់ដល់ទេអូនមើលអត់ដល់ តែបើសិនយើងគិតទៅលើ hero ទាំង5ហ្នឹងមានតែរ៉ាឯងពាក់បានFelix មកពុះខ្វាត់បាត់អើយបាត់មកជាមួយនឹង Felix បាត់ទៅហើយជាមួយនឹង អូមុន objective ទៀត បាទហ្នឹងហើយហ្នឹងជាចំណុចដែរល្អសម្រាប់ខាង CU0 នេះបាទមុននឹង total កើតគេផ្ដាច់ទៅលើ EAP មួយប៉ុន្តែកន្លែងនេះដូចជាកើតតន់ទេតែចាំមើលមកអត់ មកតាន់ បាទមកតែមានអ្នកបើក map អត់ព្រោះដោយសារអត់មានជាមួយនឹង Felix បាទ ទីស្វែមព្យាយាមចង់បើក map ដូចគ្នាផងដែរ delay បានដែរទេបោះបុកផ្ទះយកតែម្ដងជាមួយនឹងការផ្ទះខ្ចិតជាប់3-4 hero ភ្លាមជាមួយនឹង Izu ក៏ម្ដងជាមួយនឹងការ Boss Shadow លោតមកពី PP ជាមួយនឹងការ control cover ប៉ុន្តែខាងក្នុងនេះមានការរំញីការជើងពី Onzo អត់ដឹងឡុកណាគេទេភ្លាមទៅលេងថតទៅឲ្យខាង team CSU ដូចគ្នាផងដែរមានការចាប់វាយបុកយកតែម្ដងជាមួយនឹងការពូ ultimate Izu បាត់បោជាមួយនឹង Izu បាត់ទៅហើយ ខ្ញុំមានអារម្មណ៍ថាការ set up team fight របស់ CU0 គឺគាត់ស្រស់ដៃគ្នាណា បាទ ដែលបាញ់មិញនេះមកបែតឲ្យតែ D7 គាត់លេងលឿនពេកអត់បងបាញ់មិញព្រោះដោយសារតែវត្តមានរបស់ Felix មកអត់បាទ communicate ហ្នឹងបាទនិយាយមែននៅក្នុងការប្រកួតនៅក្នុងទី1នេះបើយើងមើលទៅការប្រកួតមុនគាត់ប៉ះ CU ហី បាទ fail មិនឥឡូវនៅអញ្ចឹងមានអារម្មណ៍ថាគាត់ដូចជាអត់ទៅរីកចម្រើនបាទអាហ្នឹងយើងនិយាយមើលតាមមើលឃើញបាទអញ្ចឹងយើងក៏ភ្លេចជាមួយនឹង sponsor របស់យើងដូចគ្នាជាមួយនឹង Cell Card បានពេជ្ររហូតដល់235ពេជ្រនឹងលេង Mobile Legends អូឆោតទេខោតែមេបុកវាយទៅលើ Shadow យកដល់ Shadow Flicker Flick តាមបាទកវីដាច់យកដល់ទៅលើ Shadow បាទហើយបាទចឹងសពថបន្ថែមទៀតជាមួយនឹង Cell Card ជាកញ្ចប់ MLB អ្នកលេង Mobile Legends បានតាមចិត្តនិងទទួលបានជាមួយនឹងពេជ្រក្នុងកញ្ចប់តែមួយតែម្ដងកញ្ចប់ប្រចាំខែគឺតម្លៃត្រឹមតែ$6ទទួលបានជាមួយនឹង235ពេជ្រអាចភ្ជាប់បានតាមរយៈ app ឬក៏ចុចជាមួយនឹងផ្កាយ1686ផ្កាយលេខ2ទ្រុកបញ្ជូនរួចរាល់ជាការស្រេចបាទចឹងយើងក៏បានឃើញដែរបន្ទុកខៀល5-2បាទ goal គឺខុសគ្នា2300រៀងច្រើនគួរសមដែរត្រឹមថា6នាទីហើយបើយើងមើលទៅលើតារាគឺអត់បញ្ហាទេតារាគឺអាចមានលេងម្នាក់ម្យ៉ាងទេប៉ុន្តែអីដែលសំខាន់គឺ mistake នៅ early ដែលចេញពីខាង Pro Esport គឺ mistake រៀងច្រើនគួរសមដែរបាទឥឡូវយើងក៏លេចទៅមើល item នោះ item first item របស់ Kimmy Pora ហ្នឹងគឺ Glow Wing Van បាទ first item ចឹង item ទី2គាត់ចង់ទិញជាមួយនឹង Sky Fisher ហើយតែគាត់មានអត្ត speed មកគ្រប់ដែរបាទតែគាត់ថាគូសែន game នេះពី item ហ្នឹងណាបងបាទអីដែលជាបញ្ហាចាំមើលនៅក្នុង game មួយនេះសម្រាប់Izu fail 2 ដងហើយការបោះសម្ោល Shadow ផល Izu អត់ច្បាស់ហើយការបោះគាត់អត់ស្របអត់សមជាមួយនឹងពេលវេលាទៀតបាទឃើញមែនណា2ដងណាបាទពេលវេលាមិនស័ក្តិសមហើយបាទពេលវេលាមិនស័ក្តិសមចេះព្រោះដោយសារមិញខ្ញុំឃើញដែរ Disran Conceal ទៅហើយវាយនៅលើយកតែម្ដងជាមួយ Chaos Ultimate ប៉ុន្តែ Final Slash បោកវាយជាមួយ Shadow បាត់បោកជាមួយ Shadow ប៉ុន្តែមានការចុច free លៀនទាន់ពេលវេលាពីសា Disran នៅតែបន្តការបើក map ឲ្យដូចគ្នាដែរប៉ុន្តែភោគឈឺខ្លាំងប៉ុន្តែពីអាស៊ីរ៉ាធួនថែមម្ដងទៀត Flicker មកកៅទាន់ពេលវេលាជាមួយនឹង Disran ប៉ុន្តែមានការ back up មកពីខាងក្រៅជាមួយនឹងការបោកវាយដែរទេភ្លាមកំពុងចាប់បែបជាមួយអាស៊ីរ៉ាអ៊ីសូវ៉ានឹងពុះចំអាស៊ីរ៉ាដែរទេភ្លាមទីស្វែនសល់ជាម្ដាយបោះ Shadow ចេញនោះទេប៉ុន្តែ Felix ព្យាយាមនៅក្នុងការ front line ជាបន្តដូចគ្នាកលេចទៅមើល PP ក៏មានការ front line បើក map ឲ្យដូចគ្នាមិនដែរជាមួយទឹកដៃ retreat ពុះអត់មែនប៉ុន្តែ retreat ពី Crane ច្បាស់ក្លាប៉ុន្តែ total secure ពី CU0 ប៉ុន្តែម្នាក់ឯងចង់ក្តៅ Felix ឡើងឈាមតឬមិនតន់ពីដកថយតន់ពេលវេលាទៀតអូបាញ់មិញ ultimate របស់ Izu ខ្ញុំមានអារម្មណ៍ថាឆ្ងាយពីការ retreat យក objective ខ្លាំងមែនតើបាទប្រហែលជា retreat ដល់ព្រោះសារពេមិនគាត់ឆ្លាតនៅពេលដែលចូល RT ក៏រត់ចេញពី objective យកមកបាទអញ្ចឹងវាជាចំណុចល្អសម្រាប់ឲ្យ Ken គាត់ retreat យកជាមួយ objective មួយនេះក៏ដូចជាសំណាងដែរក៏អត់ដាច់បាទ Ken មានការផុសបាញ់ដូចគ្នាផងដែរពីគូសែនអញ្ចឹងយើងក៏លេចទៅមើល hero ក្រកហ្នឹងមិញ D7 គឺយើងឃើញថាគាត់ធ្វើបានល្អហ្នឹងហើយព្រោះ RT ក្រកហ្នឹងវាបុកយូរយល់អញ្ចឹងគាត់បោះអាវ៉លហ្នឹងគាត់ flick ទៅវាយទី1ដើម្បីឲ្យទុក knock back បាទភ្លាមលោតជាន់ ultimate Felix final slap តែ Flicker counter មកវិញប៉ុន្តែបាត់បង់ជាមួយនឹង PP បាត់ហើយខ្ញុំមានអារម្មណ៍ថា ultimate របស់ PP លោត2ដងលោតចេញណាចេញបាទតែបើគាត់ថា hero ដែរអានោះមានតែនេះហ្នឹងមានតែ D7 ហ្នឹងបាទព្រោះវាយម្ដាយទី1ហ្នឹង knock back បាទអូ D7 តួសាច់បាត់ final slash ជាប់2រោ Felix នៅតែ front line ប៉ុន្តែគូសែនបាញ់យកទៅលើ Shadow មានអីចាក់ដែរចាក់ចូលទៅ Orange បើដកថយតាន់ពេលវេលាបាត់ហើយបាទណាមួយមិញមាន flick ហ៎បាទអត់ចំណាយ flick
បាទប៉ុន្តែមិនបាញ់មកចំណេញ objective ហើយចំណេញបានទីបនចំណេញនៅខាងផ្លូវបឋមឡើងទៀត តែហ្គេមនេះកុំនេះណាគូសែនបាទ2 kill ណាបាទគូសែនមាន បាទ អូយ បាទហ្គោខុសគ្នា1700ទេបាទយើងចាំមើល Cloud មិញក៏ចាប់ផ្ដើមចេញជាមួយនឹង item បានច្រើនដែរដូចជា Demon Hunter ក៏ចាប់ផ្ដើមវាយទៅលើ Yuno ក៏ដូចជាក្រកាន់តែឈឺអីបាទជាតិ Final Slash Shadow អានគ្រោះថ្នាក់ប៉ុន្តែសមាជិករបស់ខាងទីម C014 រងពីការបោកវាយទៅលើ Felix បាទបោក Felix បាត់ហើយប៉ុន្តែសមាជិករបស់ខាងទីម Pro ចង់មក back up ចង់មក cover ក៏ cover អត់ទាន់ប៉ុន្តែមានការ conceal អាចនឹងបោកវាយដែរទេ Kane នៅតែបន្តនៅក្នុងការបើក map front line បានយ៉ាងល្អដូចគ្នា អូតែខ្ញុំមានអារម្មណ៍ថាសម្រាប់ goal lane ទាំងសងខាងនេះគឺមានលុយទាំងសងខាងយកបង អនសបុក Flick បុកវាយបាក់បងជាមួយនឹងអនសបាត់ហើយបោះស្មៅដល់ខាងក្រោយជាមួយនឹងការស៊ីឆ្កែពី Isu ប៉ុន្តែ D7 ព្រីលៀនចោលមួយដូចគ្នាដើម្បីធ្វើការដកថយពីសាប៉ុន្តែបាត់បងជាមួយនឹង D7 បាត់ទៅហើយ អូយ Sky Piercer ពី Asira ក៏ចូលដល់20 stack ដូចគ្នា បាទ អូយ មិញ គេ pick off ចេញពី D7 គឺល្អខ្លាំងមែនទែនតែផ្ដាច់ទៅលើ Onzo បាទ អូបានបើគាត់អត់ retreat ណាមិញ Isu ហ្នឹងគាត់បោះជាមួយនឹងនេះបាន បោះ Shadow ចេញ បាទចេញ បោះនេះ ទីបានចូលបាន អត់បានទេ អត់បានទេបាទ Final Slash ខ្យល់គាត់ហើយប៉ុន្តែ Isu មកពីកាក្រោយចាប់ជាមួយនឹង Asira មកតង់បាច់ Asira យកតែម្ដងធ្ងន់ចាប់មិនចំនោះទេជាមួយនឹងការចាប់ទៅលើ Isu គឺ Isu គឺពិតជាលឿនខ្លាំងមែនទេ មិនដែរធ្វើ3ដងមិនជោគជ័យមក យ៉ាងណាក៏មាន1%ដែរមកនេះតែបើមិនគាត់ធ្វើបានល្អខ្លាំងតែគ្រាន់ថា Asira នៅពេលតែគាត់ដាច់2ដង Flicker គាត់ចាយយកបាទ តែមិនបើគាត់ចាយល្អគាត់គិតថាអត់បាច់មើលទៅ អត់ដឹងថាមិនដែរតែ stake បុកទៅលើគាត់តែម្នាក់ឯង បាទគាត់គិតថាប្រហែលជាអត់បាច់ បាទ Kane ចង់ឈាមនៅក្នុងការចូល lot ដើម្បី retreat Kane level 12 Isu ក៏ level 12ប៉ុន្តែ Isu អត់មាន retreat នោះទេ retreat នៅ cooldown ពេញជាមួយនឹងការ hot fire តែខ្យល់បានហើយជាមួយ Shadow បងអត់ទីចុះ Barrow ជាមួយនឹងការបុកហាជើង BD7 Shadow ចង់ទៅណាសិតទៅសាច់ Kane ចង់ទៅណាក៏បិទបហានេះពុះក៏ឈឺដូចគ្នាដោយសារតែអត់សូវឈាមមានឈាមខ្មៅដូចគ្នាលៀប Felix មានការបាញ់ទួសាច់យកតែម្ដងពី Ra អាយ៉ា lost secure បាត់ហើយពី Pro Esport បាទធ្វើបានល្អខ្លាំងតែបំបាញ់មក bet នេះធ្វើឲ្យ Kane Legend Cinema បាទបើសិនជាអ្នកទាំងអស់គ្នាចង់ទៅទស្សនាជាមួយនឹងភាពយន្តល្បីៗក៏ដូចជាកន្លែងដែលមានផាសុកភាពក៏អីធំផងដែរក៏ដូចជាមានប៉ូនទុះឆ្ងាញ់បាទកុំភ្លេចជាមួយនឹង Legend Felix អាចដាច់ព្រោះដោយសារ Onso បាញ់ឈឺមែនទេ Soft Flick តែ Golden Star អត់តន់ចាញ់អូសៀហៅអត់ចាញ់មកហើយនោះ ខ្ញុំគិតថាគួរចេញឬក៏12 គូសែនសំខាន់គូសែនមានបាទគូសែនដូចជា40 stack ហ្នឹងណា បាទគូសែន40 stack ហើយសម្រាប់ Onso អត់តន់មានជាមួយនឹង Kill ទេបាទយើងចាំមើលនៅក្នុង game មួយនេះបាទ Lot បានទៅខាង Pro Esport បាទចាប់ផ្ដើម swing go ពីចាញ់គេ 3k ឥឡូវចាប់ផ្ដើមមក lead វិញបន្តិចបន្តួចហើយបាទខាងលើមានការ clear lot ដូចគ្នាទៅលេខទៅមើលសមាជិករបស់ខាង team CU0 បាទចង់ clear ជាមួយនឹង mid ប៉ុន្តែ clear បានទេដោយសារមាននាងធំបាទគូសែននៅតែបន្តការបាញ់ជាបន្តជាមួយការផោក Isu ចាប់ជាមួយនឹង Asira flicker ផុតប៉ុន្តែចំជាមួយនឹង Onso ផ្លាស់មកខាងក្រៅកណ្ដាលដៃដូចគ្នាជាមួយនឹងការបោះ Shuriken លៀម Kane នៅមុខតែម្នាក់ឯងតែម្ដងជាមួយនឹងការបោកវាយទៅលើ Kane ពេលលុតមក back out ប៉ុន្តែគូសែនបាញ់ដាច់មកហើយ Isu នៅបន្តជាមួយនឹងការគប់ Shuriken ជាបន្តជាមួយនឹងការបោះ Shadow Clone អាយយ៉ូ Double kill ចូលទៅលើ Isu កាន់តែបាទមានជាមួយនឹង damage ច្រើនបន្ថែមទៀតអីបាទតែអ្វីដែលសំខាន់គឺមក team fight បាទមិញនេះត្រឹមតែ1 lot ទេយកបាន Final Slash ផ្ទះចង់ clear minion បានជោគជ័យដែរទេភ្លាម Isu ទៅទៀតហើយជាមួយនឹងការដកថយមកវិញសាអូយ brilliant ទាន់ពេលវេលាប៉ុន្តែមានអ្នកមកជួយដែរទេអូយ D7 ហងប៉មឲ្យការពារសាដៃគូដៃកង់មកបាទ duo mid lane កាន់តែល្អទៅហើយបាទ D7 ប្រហែលការនៅរៀនសាកលវិទ្យាល័យបាទវិទ្យាល័យប្រហែលជាចប់គណិតវិទ្យាចប់លេខ1បាទបូកបកគុណចែកដឹងថាឈាមខ្លួនឯងសល់1ទៀតណាអូយច្បាស់ខ្លាំងមែនទេណាតែបើសិនជាគាត់សុខចិត្តដាច់កុំឲ្យដាច់សាហ្នឹងហើយបាទអូទូនីតិរ៉ូមបាទប៉ាត់ជាល្អមែនឡើងប្រាក់ខែ អូយបងនិយាយមែនណាបើភាសាបច្ចេកទេសគេហៅថាឈាមមួយ បាទជាមួយណាបាទអញ្ចឹងភ្លាមមកឡប់មួយនេះបាន goal lead ដល់ទៅជិត 8k goal បាទច្រើនបើយើងមើលទៅវិញនេះឈើ Isu បាញ់មិញគឺគាត់ចាប់ផ្ដើមបោះ Shadow របស់គាត់ល្អខ្លាំងមែនទែនចំទៅលើរា2ដងណាបាទចំទៅលើរា2ដងហ្នឹងមិញដបងអត់ទាន់ក្តៅដៃហ៎បងហ្នឹងនៅក្តៅដៃប្រហែលក្តៅដៃតាក្តៅម៉ាស៊ីនឯងបងតាបាទម៉ាស៊ីនក៏ក្តៅដែរកម្លាំងឆេះឈួរអេបាត់បោលជាប់អេយ៉ាបាទពេលអាគូសែនឈឺណាអត់ទេខ្ញុំគិតថាសម្រាប់ map មួយនេះ D7 គាត់យកក្រកនោះមកគឺត្រូវយកមកព្រោះដោយសារ map មួយហ្នឹងលេងក្រកគឺងាយស្រួលក្នុងការ rotation មែនតើហើយក៏ដូចជាមានការបិទផ្លូវទៀត
năm mới hero nó là nổi bỏ vò lên đấy liềm đi xem chi trong nó cá cô mày tới ấy giờ mặt đầy mà ហើយមិនបច្រៀតគ្នាចូលអញ្ចឹងនេះបាទ conceal ទៅទៀត បុកឯងបុកឡតឯង conceal បោកឡតទេជាមួយនឹងសមាជិករបស់ខាង Team Pro Esport ឡតសិកជួទៀតហើយ បាទពីរឡតបាទនិយាយតែមួយឡតគឺខាង Pro Esport ចំណេញច្រើនណាស់ បាទនៅ early game មើលទៅដូចជារៀងមិនសូវជាយល់ចិត្តគ្នាដែរមិនទាន់ជាមួយនឹងស៊ាំជាមួយនឹងបរិយាកាសបាទឥឡូវចាប់ផ្ដើមរៀងក្តៅម៉ាស៊ីនហើយបាទចាប់ផ្ដើមនិយាយត្រូវគ្នាហើយចេញពីខាង Pro Esport បាទចាប់ផ្ដើមនាំមុខ goal ទៅ 4400 វិញសម្រាប់ CU0 ចាំមើល CU0 គាត់អាចនឹងធ្វើការ defend ជាមួយនឹងlot ទី2បានអត់ ឆ្លាតណាស់ដបងថាឆ្លាតឡើងអត់វិញឡតសាលេងផ្លូវវាព្រាមជាមួយតែជើសតជួយមិនចូលបុកប៉មយកតាមដងប៉មនៅ mid lane T3 T3 យកបានអត់បានទេបាទអត់ហ៊ានខ្លះឡតអត់ទេចូលជាមួយនឹង Shadow ផ្ទះ Final Slash ព្រាម stand មកតង់ព្រាមបោកវាយទៅលើ Felix វាយមិនឈឺទេចិនឈាមកណាត់បោកវាយវិញ Africa ជាមួយនឹងការបុកហាប់ជើជាប់ពីព្រាម Final Slash យកតាមដងចាប់ចត់អ៊ីស៊ូជាប់ធួនមកហើយក្បិតបហានេះពុះក៏មិនឈឺដូចគ្នាមានការដកថយមកវិញពីសមាជិករបស់ខាង Team Pro Esport អូយ Shadow សតឈាមម្ដាយអត់ទេតែអ្វីដែលសំខាន់បើមិនយើងមើលជាមួយនឹង PP គាត់ save skill ទី2នឹងមែនតើដែលពីស៊ូចូលមកបិទវិលខ្ញៅបាទអានេះគេហៅថាលងស្រឡាញ់គេម្នាក់ឯងទេបាទស្រឡាញ់ទៀតតែម្នាក់ឯងទៅបានណាទៅ វ៉ាវ Holy Crystal ក៏បានចូលទៅលើ Asira ដូចគ្នាប៉ុន្តែសម្រាប់មួយឡបមួយនេះគឺ T3 អត់មានយកបានមកផ្លូវណាទេគ្រាន់រៀងឆែបនៅ mid lane បន្តិចបាទជុំឌៀមដាមអ្នកណាបង ឌៀមដាមពូពាក់មី ហើយគាត់ទទួលស្គាល់ការពិតទេតាតែចាំថាឌីមណាមគាត់បាទបោកយកទៅវាយ Shadow ដាច់បាត់ហើយមក K of the Make ឌីមេរបស់គូសិនកាត់ចាប់ដើមកាន់តែឈឺទៅចុចព្រីលេងមកជាមួយនឹងការ counter បោក anti flicker បោកវាយទៅស៊ីរ៉ា flicker ទាន់ពេលមានការចុច conceal គាត់ទេអូ Felix ជាមួយនឹងការ flicker ជាប់ទៅច្រាមយកដែរម្ដងអូយ Felix timing ជាមួយនឹង skill ទី2របស់គាត់បាទមកដល់មកកវីដាច់ Asira យកហ្នឹងហើយឥឡូវឌីមិចខាង Pro Esport ច្រើនណាបាទ Ranger 7-0មក70 stack ហើយពេញបាទតុបអត់ជាប់ទេនិយាយទៅតុបអត់ជាប់ទេបាទ2ទៀតរៀបបោះវល់ជាប់ទៅលើ PP មានការធួនដើរចេញអស់ធួនណាអស់ B ហីបាទរៀបមានការបុកវាយទៀតដែរឃើញចាប់ធួនជាប់ទៀតហើយยังไม่ได้បុកវាយដៃរឿងដែរមិនដាច់ទេ PP សោះឈាមមិនដៃលោតក៏មិនចេញអីក៏មិនចេញក្បត់បហានេះពុះយកដល់រៀបសោះច្បាត់ពេក Felix ក៏ដូចជា D7 លងខ្លួននៅខាងក្នុងបាត់ទៅហើយបាទជាប់បែកមកធំអ្នកមួយទៀតបែកមកបាត់បុកអត់អាយ៉ាសឹងណាស់ជាមិនបេះទៀតបើសិនជាអត់មានជាមួយនឹង skill របស់ Shadow ទៅតាបាទចឹងយើងក៏លេងមកមើលជាមួយនឹងឯង team សម្រាប់គូសែនគឺ full ដូចគ្នាប៉ុន្តែសម្រាប់Onzo គឺនៅទេបាទគាត់ចង់បានជាមួយនឹង Malefic Gun បន្ថែមទៀតសម្រាប់គាត់បាទឲ្យឡងពីហុចដងបាទហុចដងតិច fast lot បាទតិច fast lot អាចដែរព្រោះរសារ off front line ធំតែបែបតនេះហ្នឹងហើយអត់មាន front line 2បាទ minimap អ៊ីស៊ូមានសាដូដែរទេវាយម្ដាយពុះយកដល់នោះបាច់វាយម្ដាយនេះគេជួយវិញនៅឈើ counter អាយ៉ាទៅខាងក្រោយជាប់ពេអាយ៉ាបោះទៅបោះមកបាត់បងជីវិតជាមួយនឹងអ៊ីស៊ូបាត់ទៅហើយលោតគេអាចនឹង fast load ដូចគ្នាពីសមាជិករបស់ខាង Team C0 បាទកើតអត់ទេ fast កើតបាទចង់ fast កើតតែបខំចិត្តឱកាសនិយាយទៅឱកាសត្រូវតែវាយបាទព្រោះនេះគឺជាឱកាសរបស់ C0 បើសិនជាអត់វាយទេអត់មានឱកាសក្នុងវាយទៀតទេព្រោះនេះគេមានមើលមេផ្សារមកខែអត់ដាច់បាទជើងទៅស្តាន់ឡតទៀតអើយអត់ទេចាំ D7 back play ចាំឲ្យ Ken អស់ធួនសិន D7 ព្យាយាមក្នុងការបើក map គេ fast load ហើយយកឡតបានឬបានសាខោទីមេវាយវាយកអាស៊ីរ៉ាបាត់មកជីវិតមុនគេយកតាមដល់លៀបឡតយកបានប៉ុន្តែគេបុកវាយធីមវាយ Ken ឯងមានប្រូថាមានការជិះព្រីលៀនតពេលលៀនបាននេះបពុកដាច់បវល់ជាប់លោតមកយកទៀតទៅគេយកឡតមកឲ្យគូសិនបាញ់ទៅគេ legendary របស់គេយកត Shadow អាចចេញគេបានតែជាមួយនឹង Onzo ចង់ទៅណាគ្វីដាច់ Shadow Final Class លៀបអត់មេរវាយតែមកដែរនៅសន្តា Shadow តែម្ដង one last match តែញ៉ាំឲ្យដែរ Isu នៅស្អី hero Isu មួយបានមកពូអត់ទីដែរទេពូយក wipe out លបចេញការក្រោមទៅទេ game end បាត់ទៅហើយចេញជំនាញនៅក្នុងការប្រកួតទី1គឺបាត់ទៅលើ Pro Esport មានការតតែមួយបាទមានការដាច់បាទដែរ Yeah ច្បាស់វ៉ាវច្បាស់របស់គេច្បាស់របស់គេគេអត់ចង់បងស្រែតអេនមកបាទ respect ចោល prediction មកអញ្ចឹងហ្នឹងឯងតែតិចទេពូរសាមើលតិចយ៉ាបងពូរសាបន្តិចអត់ទេច្បាស់ Shadow គាត់ព្យា